ចង់ល្បីក្នុង TikTok គម្រោងចាំងសំណាងប្រើធីបទាំងនេះបើសិនជាអ្នកទាំងអស់គ្នាដឹងនៅចំណុចអ្វីដែល TikTok ត្រូវការនោះអ្នកទាំងអស់គ្នាអាចល្បីបានបើទោះបីជាអ្នកទាំងអស់គ្នាចាប់ផ្ដើមពី0 follower ក៏ដោយហើយនេះគឺជា trick មួយចំនួននៅក្នុង2025ដែលវាដំណើរការបានល្អហើយវាជា trick មួយចំនួនដែល content creator មួយចំនួនធំដែលគាត់បានប្រើប្រាស់នៅលើវីដេអូរបស់គាត់ដែលផុសនៅលើ TikTok ចំណុចសំខាន់បំផុតនៃវីដេអូរបស់យើងដែលត្រូវផុសនៅលើ TikTok គឺ3 second ផ្ដើមវីដេអូគឺ3 second គឺជា second ដែលសំខាន់បំផុតនៃវីដេអូរបស់យើងបើសិនជាអ្នកមើលគេអូសរំលងវីដេអូរបស់យើងមុន3វិនាទីនោះបានន័យថាវីដេអូរបស់យើងគឺអត់ទទួលការ viral ទេ TikTok វាអត់រុញវីដេអូរបស់យើងឲ្យទៅមនុស្សផ្សេងៗថ្មីមើលឃើញវីដេអូនេះទេយើងកុំចាប់ផ្ដើមក្បាលវីដេអូដូចជាសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំ Hello អីអញ្ចឹងអាហ្នឹងគឺកុំឲ្យសោះគឺយើងចាប់ផ្ដើមភ្លាមគឺយើងនិយាយអំពីអ្វីដែលជា content របស់យើងភ្លាមឬក៏បង្ហាញសកម្មភាពដែលសំខាន់នៅក្នុងវីដេអូរបស់យើងភ្លាមតែម្ដងយើងមិនបាច់ចាប់ផ្ដើមមកសួស្តីអ្នកនរគ្នា Hello guys Hello good morning good afternoon អីសូកុំឲ្យសោះឧទាហរណ៍ឥឡូវយើងថតវីដេអូឆ្កែខាំគ្នាសូយើងកាត់អាកន្លែងឆ្កែខាំគ្នាដាក់មកក្បាលវីដេអូយើងកុំនិយាយចាប់ផ្ដើមមកសួស្តីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំថតវីដេអូឆ្កែខាំគ្នានៅក្រៅផ្ទះរបស់ខ្ញុំយើងមិនបាច់ណែនាំយ៉ាងទេសូចាប់ផ្ដើមពីដំបូងគឺយើងដាក់អាកន្លែងឆ្កែខាំនឹងមកតែម្ដងយើងមិនបាច់ណែនាំអីគេពីក្បាលដំបូងនេះគឺមិនបាច់យកតែម្ដងហើយចំណុចមួយនេះគេហៅថាយើងតាក់ចិត្តគេមុនរួចចាំយើងបញ្យល់គេក្រោយអ្នកទាំងអស់គ្នាត្រូវដឹងថាអ្នកមើល TikTok គឺ scroll លឿនខ្លាំងណាស់អញ្ចឹងយើងត្រូវតែធ្វើ technique បែបណាដើម្បីឲ្យគេមើលវីដេអូរបស់យើងបានយូរអានេះគឺជា technique ដើម្បីកុំឲ្យគេចាក់ចេញពីវីដេអូរបស់យើងបើសិនជាគេមើលវីដេអូយើងតាមមួយផ្លែតហើយគេអូសចេញនោះវីដេអូរបស់យើងគឺអត់ success នឹងទទួលបានការរីកច្រើនពី TikTok នោះទេវីដេអូដែលល្អបំផុតសម្រាប់ TikTok គឺរយៈពេល8 second ទៅ15 second គឺវាជាប្រភេទវីដេអូដែលល្អបំផុតដែល TikTok វានឹងងាយរុញទៅមនុស្សផ្សេងៗទស្សនាមើលច្រើនអ្នកទាំងអស់គ្នាត្រូវយល់ថា TikTok វាចូលចិត្តរបៀបការបង្ហាញអារម្មណ៍ឬក៏ចំណាប់អារម្មណ៍របស់អ្នកមើលគេអត់ focus ទៅលើគុណភាពរបស់វីដេអូទេគឺគេ focus ទៅលើចំណាប់អារម្មណ៍របស់អ្នកមើលចូលចិត្តបែបណាចូលចិត្តបែបណាគេរុញរបៀបហ្នឹងឲ្យអ្នកមើលហើយប្រភេទទាំងអស់ហ្នឹងវាមានដូចជាវីដេអូសត្វ cute វីដេអូ complain funny របៀបវីដេអូមនុស្សខឹងការប្រកួតបដាល់ផ្សេងឬក៏របៀបស្នេហា sweet របៀបការបញ្ចេញអារម្មណ៍ផ្សេងហ្នឹងគឺជាប្រភេទ surprise អីផ្សេងហ្នឹងគឺជាប្រភេទវីដេអូដែល TikTok វាចូលចិត្តនឹងរុញឲ្យអ្នកមើលផ្សេងទស្សនាជាច្រើនឧទាហរណ៍ដូចជាវីដេអូសត្វឆ្កែលងទឹកឬក៏សត្វឆ្កែដែលវាហែលទឹកជួយកូនឆ្មាឬក៏ប្រភេទវីដេអូរបៀប sad message របៀបស្នេហាអូនបងរបៀប sad ស្នេហាអីចឹងអាហ្នឹងក៏ជាប្រភេទវីដេអូដែល TikTok ជាប្រភេទ emotion វីដេអូរបៀបគេហៅថាវីដេអូដែលបង្ហាញអារម្មណ៍អីផ្សេងហ្នឹងគឺជាប្រភេទដែល algorithm របស់ TikTok វាចូលចិត្តនឹងរុញឲ្យអ្នកមើលច្រើនដោយសារតែប្រភេទវីដេអូហ្នឹងវាឧទាហរណ៍ដូចជាឧទាហរណ៍ថាយើងមើលវីដេអូប្រភេទស្នេហា and then យើងមើលវីដេអូហ្នឹងយើងមានអារម្មណ៍ថាអូវារំភើបវាគួររំភើបយើងគួរតែយើងមានអារម្មណ៍ថាយើងចង់ផ្ញើឲ្យអ្នកផ្សេងមើលទៀតអញ្ចឹងនៅពេលដែលយើងផ្ញើឲ្យអ្នកផ្សេងមើលទៀតអ្នកមើលផ្សេងគេផ្ញើឲ្យអ្នកផ្សេងមើលទៀតអាហ្នឹងឯងគឺជារបៀបដែល TikTok វាដំណើរការហើយវាធ្វើឲ្យវីដេអូហ្នឹងវា viral នៅពេលដែលការ share បានច្រើនអាហ្នឹងគឺជាការ viral ដូចគ្នាគេចូលចិត្តស្នេហាគេ share វីដេអូស្នេហាច្រើនវា viral ចំណុចមួយទៀតគឺការសរសេរអក្សរនៅលើ screen ឬក៏នៅក្នុងវីដេអូរបស់យើងគឺយើងទៅសេ subtitle ជាមួយនឹងវីដេអូដោយសារតែអ្នកលេង TikTok ភាគច្រើនគឺគេអត់បើកសលេង TikTok ទេឧទាហរណ៍ថាយើងនៅខាងក្រៅយើងនៅ Vox Street ឬក៏ Pub Street ផ្សេងៗគឺមនុស្សច្រើនគឺយើងអត់អាចបើកសលេង TikTok ហ្នឹងឮបានទេសូយើងមើល TikTok ដោយអត់មានសលេងប៉ុន្តែបើសិនជាវីដេអូរបស់យើងមានអក្សរនោះគឺជាការល្អដែលគេនៅមើលអក្សរហ្នឹងហើយគេអាចនៅបន្តមើលវីដេអូរបស់យើងបានយូរផងដែរការដែលបន្ថែម subtitle គឺជាការល្អបំផុតចំណុចមួយទៀតគឺការប្រើប្រាស់បទចម្រៀងដែលកំពុងល្បីពេញនិយមគឺជាយុទ្ធសាស្ត្រមួយដែលវាធ្វើឲ្យ TikTok រុញវីដេអូរបស់យើងទៅអ្នកមើលថ្មីដោយយើងមិនបាច់ធ្វើការ boost អានេះគឺយើងទទួលបានអ្នកមើលថ្មី free តែម្ដងមនុស្សភាគច្រើនគឺមានកំហុសមួយគឺគាត់ផុសតែមួយវីដេអូឬក៏ពីរវីដេអូហើយគាត់រងចាំមើលឡើង view ហើយទើបគាត់ផុសបន្តទៀតប៉ុន្តែអានេះគឺជាកំហុសដែលធំបំផុត
អ្វីដែលល្អបំផុតគឺយើងផុស2ទៅ3វីដេអូក្នុងមួយថ្ងៃឬក៏ល្អបំផុតបើសិនជាយើងមានពេលគឺយើងអាចផុស4ទៅ5វីដេអូក្នុងមួយថ្ងៃអានេះគឺជាអ្វីដែលល្អបំផុតសម្រាប់ TikTok ហើយ TikTok វាដំណើរការល្អបំផុតនៅពេលដែលយើងផុសពី4ទៅ5វីដេអូអានេះគឺជាអ្វីដែល TikTok ត្រូវការហើយវានឹងរុញវីដេអូរបស់យើងណាមួយឲ្យមានអ្នកមើលច្រើនចំណុចមួយទៀតអ្នកទាំងអស់គ្នាអត់ត្រូវលុបវីដេអូរបស់យើងនៅពេលដែលយើងផុសបានរយៈពេលដូចជាមួយថ្ងៃឬក៏2ថ្ងៃសូមកុំលុបវីដេអូនឹងនេះសោះដោយសារតែ TikTok ប្រព័ន្ធរបស់វាគឺវាធ្វើការរយៈពេលពី20ទៅ72ម៉ោង TikTok ដំណើរការត្រួតពិនិត្យវីដេអូរបស់យើងរយៈពេល24ទៅ72ម៉ោងបើសិនជាយើងឃើញវីដេអូផុសទៅបានមួយថ្ងៃយើងលុបវីដេអូនេះវាជាកំហុសដ៏ធំមួយសូមកុំលុបឲ្យសោះយើងទុករយៈពេលយ៉ាងតិចណា5ថ្ងៃទៅមួយអាទិត្យបើសិនជាអត់ឃើញ view ច្រើននៅតែតិចអាហ្នឹងយើងអាចលុបបានប៉ុន្តែក្នុងរយៈពេល1ទៅ2ថ្ងៃសូមកុំលុបឲ្យសោះព្រោះវាជារយៈពេលដែល TikTok កំពុងតែត្រួតពិនិត្យវីដេអូរបស់យើងត្រូវចាំមួយទៀតបើសិនជាយើងធ្វើ content ប្រភេទអីគឺយើងព្យាយាមធ្វើ content ប្រភេទនោះកុំធ្វើលាយឡំគ្នាឲ្យសោះដោយសារតែ system របស់ TikTok វាដំណើរការបើសិនជាយើងថតវីដេអូរបស់សត្វឆ្កែនោះ TikTok វានឹងរុញប្រភេទវីដេអូរបស់យើងឲ្យទៅអ្នកចូលចិត្តមើលសត្វឆ្កែមើលតែបើសិនជាយើងធ្វើវីដេអូលាយឡំគ្នាផ្ដេសផ្ដាសនោះ TikTok វាអត់ដឹងថារុញវីដេអូយើងឲ្យអ្នកមើលប្រភេទណាមើលទេអញ្ចឹងបើសិនជាយើងគិតថាធ្វើប្រភេទវីដេអូអ្វីគឺយើងធ្វើតែប្រភេទវីដេអូមួយមុខនោះគត់ទៅ TikTok វាងាយស្រួលនឹង suggest វីដេអូរបស់យើងទៅអ្នកមើលថ្មីឲ្យចំគោលដៅចំណុចដែល TikTok នឹងធ្វើឲ្យវីដេអូរបស់យើង viral ហើយវា push វីដេអូរបស់យើងឲ្យអ្នកមើលផ្សេងជាច្រើនទៀតទី1គឺចំនួនអ្នកមើលទី2ចំនួនអ្នក share អ្នក save comment និង like អានេះគឺជាអ្វីដែល TikTok វាគិតចំនួនសរុបបើសិនជាយើងមានអ្នកមើលមកច្រើនអ្នកចុច like share ច្រើននោះវានឹងកាន់តែ push វីដេអូរបស់យើងឲ្យអ្នកមើលកាន់តែច្រើនដូចគ្នាបើសិនជាអ្នកមើលវីដេអូរបស់យើងដល់ចប់នេះក៏ TikTok រុញវីដេអូយើងឲ្យអ្នកមើលច្រើនបើសិនជាអ្នកមើលឲ្យ comment អានេះក៏ជាប្រភេទវីដេអូដែល TikTok នឹងរុញឲ្យអ្នកមើលច្រើនដូចគ្នាហើយបើសិនជាអ្នកមើលឲ្យ share នេះក៏ជាប្រភេទវីដេអូដែល TikTok វាចាត់ទុកថាជាប្រភេទវីដេអូល្អហើយវានឹងធ្វើឲ្យវីដេអូនោះ viral ដូចគ្នាមួយទៀតបើសិនជាយើងបង្កើតវីដេអូយើងគួរតែបង្កើតវីដេអូជាប្រភេទវីដេអូ question ផងដែរដោយសារតែបើសិនជាអ្នកមើលគេឆ្ងល់ហើយគេសួរដូចជារបស់នេះមួយថ្លៃប្រហែលនៅកន្លែងណានៅណាវាជាការពិតមែនឬក៏អត់អានេះក៏ជាអ្វីដែល TikTok វានឹង suggest ទីកន្លែងទាំងអស់នោះឬក៏វា suggest question ទាំងអស់នោះឬក៏ចម្លើយឲ្យយើងនៅលើ TikTok ហើយវីដេអូនោះនឹង get viral